គណៈទាំងខ្ញុំព្រះអង្គម្ចាស់សូមនមស្ការថ្វាយបង្គំចំពោះព្រះអរហន្តសម្មាសម្ពុទ្ធព្រះអង្គជាព្រះសាស្តាជាគ្រូរបស់មនុស្សនិងទេវតាទាំងឡាយព្រះអង្គទ្រង់កម្ចាត់បងនៅមោហៈគឺអវិជ្ជាហើយអស់អំពីប្រខណ្ឌសន្តានរបស់ព្រះអង្គទ្រង់ត្រាស់ដឹងនៅអរិយសច្ចធម៌ព្រមមួយអន្លើដោយតសៈពលញ្ញាណអនាវរណញ្ញាណនិងសព្វញ្ញតញ្ញាណដែលជាញាណសម្រាប់ព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ប្រសើរផុតចំពោះសត្វក្នុងត្រៃលោកខ្ញុំព្រះអង្គសូមថ្វាយបង្គំដោយសេចក្តីគោរពដ៏ពង់ខ្ពស់និងសូមគោរពចំពោះព្រះធម៌ទាំងអស់ដែលព្រះអង្គទ្រង់ត្រាស់សម្ដែងមួយអន្លើដោយលោកតរៈធម៌និងព្រះសង្ឃសាវករបស់ព្រះដ៏មានព្រះភិក្ខដែលប្រព្រឹត្តបរិបត្តិដោយល្អប្រភេទមានព្រះសង្ឃដែលនិមន្តមកស្ដាប់សិក្សាព្រះធម៌និងដែលបានឮសំឡេងព្រះធម៌នេះជាដើមនិងចំពោះលោកគ្រូបងញាតិញោមដែលមានសេចក្តីព្រមព្រៀងគ្នាសិក្សានៅព្រះធម៌ដែលជាព្រះពុទ្ធវចនៈប្រកបទៅដោយឆន្ទៈផ្គងឡើងនៅវិរិយៈប្រព្រឹត្តទៅបញ្ញាដើម្បីឆ្លងកាត់នៅសមុទ្រសង្សារឲ្យបានក្នុងកាលអនាគតឆាប់ជាការបំពេញបន្ថែមនៅឧបនិស្ស័យដែលឆ្លប់បានបំពេញក្នុងកាលមុនមកហើយនៅក្នុងពេលនេះខ្ញុំប្រកាសរណាខ្ញុំបាទនឹងសម្ដែងនៅមហាវេទលសូត្រជាបន្តដែលព្រះមហាកោដ្ឋិតៈបានជាកម្ពូលលើភិក្ខុទាំងឡាយផ្នែកខាងបានដល់ព្រមនៅបដិសម្ពិទានិងព្រះភគវីព្រះសម្មាសម្ពុទ្ធទ្រង់តែងតាំងលោកនឹងក្នុងឋានៈយ៉ាងខ្ពង់ខ្ពស់អញ្ចឹងដោយព្រះអង្គប្រពមហាវេទលសូត្រនេះឯងដែលព្រះអង្គទ្រង់តែងតាំងដើម្បីឲ្យជាហេតុដែលត្រូវប្រព្រឹត្តក្នុងបច្ចុប្បន្នរបស់លោកនឹងយ៉ាងហើយសំទៅតាមឧបនិស្ស័យដែលលោកធ្លាប់បានមានអធិស្ស្រ័យបំពេញសេចក្តីប្រាថ្នាចំពោះតំណែងនេះតាំងតែអំពីបាតមូលនៃព្រះសម្មាសម្ពុទ្ធបតមុត្តរៈមកម្លេះព្រោះណាទៀតនៅក្នុងសំណួរបន្តមកដែលខ្ញុំកណ្ដាលខ្ញុំបានអរតនីយកមកសម្ដែងប្រូមួយអន្លើទៅដោយអត្ថកថាហើយនឹងមានការបញ្យលសេចក្តីដោយអាស្រ័យដែលខ្ញុំកណ្ដាលខ្ញុំបានចេះដឹងនៅក្នុងគម្ពីរផ្សេងទៀតនឹងយកមកដោះស្រាយនៃសំណួរនឹងចម្លើយនឹងដើម្បីកណ្ដាលគុណម្ចាស់នឹងបានយល់ចូលចិត្តឡើងឥឡូវនឹងបានឆ្លងកាត់អស់សំណួរជាង20ហើយទៀតហ្នឹងបាន27ហើយនឹងគឺក្នុងម្សិលមិញក្នុងខ្សែអត្ថលេខ59ហ្នឹងគឺសំណួរទី25ដែលសាកសួរអំពីវេទនិយធម៌ហើយនឹងអាយុសង្ខារនិងសំណួរទី26ក៏សាកសួរអំពីធម៌3ប្រការដែលលះបង់នៅកាយនេះនិងសំណួរទី27គឺសាកសួរអំពីបុគ្គលដែលធ្វើការកិរិយាស្លាប់ហើយនឹងលោកចូលកាន់សញ្ញាវេទយិតនិរោធសមាបត្តិហ្នឹងតើផ្លែកគ្នាផ្សេងគ្នាយ៉ាងណាគណៈទាំងឥឡូវចូលដល់សំណួរទី28ទាំងសំណួរទី28ហ្នឹងព្រះមហាកោដ្ឋិតៈហ្នឹងលោកលើកបញ្ហាមកសាកសួរថាបបិទ្ធលោកម្ចាស់ដ៏ចម្រើនតែចំពោះអតុក្ខមៈសុខៈចេតោវិមុតតិមានបច្ច័យប៉ុន្មាននឹងលោកសួរខ្លីប៉ុណ្ណឹងទេ
អតុក្ខមសុខៈចេតោវិមុតនឹងមានបច្ច័យប៉ុន្មាននេះគឺការដែលលោកសួរដោយចតតឈានទៀតនឹងលោកសួរពីចតតឈានហៅថាអតុក្ខមសុខៈចេតោវិមុតមានបច្ច័យប៉ុន្មាននៅព្រះសិរីបុត្រលោកឆ្លើយលោកដែលមានអាយុចំពោះអតុក្ខមសុខៈចេតោវិមុតមានបច្ច័យ4គឺភិក្ខុនៅក្នុងសាសនានេះបានលះបង់នៅសុខមួយទុក្ខមួយលះបង់នៅសោមនស្សមួយនិងទោមនស្សមួយក្នុងកាលមុនហើយចូលកាន់ចតតឈានដែលមានសតិដ៏បរិសុទ្ធដោយអាស្រ័យនឹងឧបេក្ខាហើយក៏សម្រេចសម្រាននៅដោយអរិយាបថលោកដែលមានអាយុនេះគឺបច្ច័យរបស់អតុក្ខមសុខៈចេតោវិមុតនឹងគឺលោកសាកសួរក្នុងសំណួរមុនហ្នឹងមានបឋមឈានជាដើមគឺដំណើរដែលប្រព្រឹត្តទៅដើម្បីបាននៅនិរោធសមាបត្តិហ្នឹងគឺត្រូវប្រព្រឹត្តទៅតាមបឋមឈានហ្នឹងបឋមឈានកុសលឬក៏បឋមឈានអកិរិយាបើចំពោះព្រះអនាគាមិបុគ្គលគឺថានៅជាកុសលបើជាព្រះអរហន្តក៏ជាកិរិយានឹងនៅក្នុងចតតឈាននេះទៀតដែលមានឈ្មោះថាអតុក្ខមសុខៈចេតោវិមុតនេះគឺលោកសាកសួរនៅក្នុងនេវសញ្ញានាសញ្ញាយតនៈសួររហូតដល់ប៉ុណ្ណឹងពីព្រោះក្នុងការដែលរំលត់នៅចិត្តសង្ខាររំលត់វេទនានិងសញ្ញាហើយក៏រំលត់ចិត្តនឹងផងដែរហ្នឹងគឺតលតែបានចម្រើននៅផ្នែកខាងសមថៈហ្នឹងដល់ទៅនេវសញ្ញានាសញ្ញាយតនៈទាំងជាព្រះអរហន្តគឺថាជានេវសញ្ញានាសញ្ញាយតនៈកិរិយានឹងប្រមាណជា2ខណៈរួចទៅក៏ចូលកម្មនិរោធសមាបត្តិទៅដោយមិនមាននៅចិត្តវិញ្ញាណមិនមាននៅចិត្តវិញ្ញាណរលត់ចិត្តវិញ្ញាណហ្នឹងអស់ទៅនឹងហើយចំពោះនេវសញ្ញានាសញ្ញាយតនៈក្តីអាកិញ្ចញ្ញយតនៈក្តីវិញ្ញាណញ្ចាយតនៈក្តីអាកាសានញ្ចាយតនៈក្តីអរូបឈានទាំង4នេះគឺបើរាប់ទៅដោយឈានដែលមានអង្គ2គឺចតុតឈាននេះឯងដែលឈានហ្នឹងជាចតុកនីហ្នឹងពីព្រោះនៅក្នុងចតុតឈានហ្នឹងមានចែកទៅជារូបាវចរៈនិងចតុតឈានដែលជាអរូបាវចរៈហ្នឹងដូច្នេះដែលពោលអំពីចតុតឈាននេះមិនចំពោះតែរូបាវចរៈទេណាអរូបាវចរៈក៏ចតុតឈានដែរនឹងមានចេតសិកកើតរួមអីក៏យើងសិក្សាទៅមានចេតសិកកើតហ្នឹងដូចគ្នាទេហើយចំពោះណែអង្គរបស់ឈានហ្នឹងក៏ដូចគ្នាដែរគឺឧបេក្ខាហើយនឹងឯកចតាចតតឈានហ្នឹងដែលខុសគ្នាខុសតែអារម្មណ៍ទេនឹងពីព្រោះរូបាវចរៈមិនទាន់ផុតចាករូបចំណែកអរូបាវចរៈគឺតែផុតចាករូបចំណែកចំពោះអង្គ4ឬបច្ច័យ4ដែលនាំឲ្យបានសម្រេចនៅចតុតឈាននេះគឺជាការលះបង់ក្នុងកាលមុនដោយលះបង់នៅទុក្ខកាយកៈទុក្ខគឺទុក្ខវេទនាតាមផ្លូវកាយនេះទុក្ខវេទនាដែលជាអកុសលវិបាកនេះគឺលះក្នុងបឋមឈានពីព្រោះនៅក្នុងបឋមឈានដែលមានបៃតិសម្រាប់ជាអង្គឈាននោះ
ก็បានញ៉ាំងឲ្យមានជាសេចក្តីសុខឡើងតាមផ្លូវកាយហ្នឹងនឹងមិនអាចដើម្បីថាមាននៅសេចក្តីទុក្ខអីទេនឹងមិនមានសេចក្តីទុក្ខអីទេពិតមែនតែនៅក្នុងបឋមវិជ្ជាហ្នឹងប្រព្រឹត្តទៅជាមនោវិញ្ញាណក្នុងមโนទ្វារក៏ដោយមិនមានកាយវិញ្ញាណប៉ុន្តែបៃតិនេះគឺថាសំដែងដល់ហេតុដល់បច្ច័យដើម្បីជាទីអាស្រ័យមួយនាំឲ្យមានសេចក្តីសុខតាមផ្លូវកាយហ្នឹងដូច្នេះគឺថាត្រូវលះនៅទុកហ្នឹងក្នុងបឋមវិជ្ជាទាំងហើយចំណែកតោមនស្សវេទនាគឺលះក្នុងទុតិយឈានមកពីអីមកពីទុតិយឈានហ្នឹងបានលះនៅវិតកវិចារៈដោយចតុកណីទៀតដោយចតុកណីទុតិយឈានគឺលះវិតកៈផងវិចារៈផងបើបញ្ចកណីគឺលះតែវិតកៈទេទុតិយឈានប៉ុន្តែចតុកណីលះអង្គពីរគឺវិតកៈវិចារៈម្ល៉េះហើយវាអត់មានអីដើម្បីជាហេតុសម្រាប់ឲ្យមានតោមនស្សបដិខៈថ្នាំងថ្នាក់តាមផ្លូវចិត្តទេព្រោះរាល់ពេលដែលមានបដិខៈថ្នាំងថ្នាក់គឺនៅពេលមានវិតកៈវិចារៈនឹងការត្រេះរិះនឹកគិតដល់អារម្មណ៍ផ្សេងដល់រឿងផ្សេងនាំឲ្យមានតោមនស្សចឹងទៅត្រូវលះនៅក្នុងទុតិយឈាននឹងឯចំណែកសេចក្តីសុខតាមផ្លូវកាយកាយិកសុខនេះក៏ត្រូវលះក្នុងតតិយឈានពីព្រោះអីពីព្រោះតតិយឈានដែលជាចតុកណីហ្នឹងត្រូវលះនៅបៃតិត្រូវលះអង្គឈានមួយទៀតគឺបៃតិម្ល៉េះវាអស់នៅអ្វីដែលជាហេតុបច្ច័យនៃសេចក្តីសុខតាមផ្លូវកាយនឹងដល់ទៅសោមនស្សវេទនាត្រូវលះនៅក្នុងចតតិឈាននឹងលះនៅក្នុងចតតិឈានតាំងតែពីឧបចារៈទៅប៉ុន្តែដែលច្បាស់លាស់គឺនៅក្នុងចតតិឈានមិនមាននៅសោមនស្សទេដូច្នេះគឺថាការដែលលះនៅសុខលះនៅទុក្ខសោមនស្សតោមនស្សនេះឯងទៅបានជាបច្ច័យតាមលំដាប់ចូលកម្មចតតិឈានទាំងមានសតិដ៏បរិសុទ្ធក្នុងទីនេះគឺមានសតិហ្នឹងជាប្រធាននៃចេតសិកផ្សេងមិនមែនបរិសុទ្ធតែសតិទេពីព្រោះនៅក្នុងចតតិឈាននេះមានការបរិសុទ្ធដោយឧបេក្ខាគឺតត្រមច្ឆតតាចេតសិកហ្នឹងមានសេចក្តីបរិសុទ្ធទាំងដែលហៅថាបរិសុទ្ធឧបេក្ខាដែលបរិសុទ្ធមានការបរិសុទ្ធឧបេក្ខាហ្នឹងគឺតត្រមច្ឆតតាហ្នឹងបរិសុទ្ធពីព្រោះអីបានជាបរិសុទ្ធបានលោកប្រៀបថាដូចជាព្រះច័ន្ទបើនៅពេលថ្ងៃមិនមានពន្លឺរស្មីល្អទេដោយអំណាចពន្លឺព្រះអាទិត្យគ្របសង្កត់ហ្នឹងប៉ុន្តែបើនៅពេលយប់វិញប្រសិទ្ធៈនៅពន្លឺព្រះអាទិត្យទៅសំនឹងយប់ទៀតព្រះច័ន្ទក៏មានរស្មីនឹងឯងស្វាងស្វៃទៅចាស់ទៅចង់ទៅជាទន់គួរជាទីរីករាយមនោរម្យនឹងចឹងទាំងចំពោះតត្រមច្ឆតតាដែលឈ្មោះថាជាឧបេក្ខាចតតិឈានក្នុងទីនេះវាបីដូចជាព្រះច័ន្ទចឹងទាំងតត្រមច្ឆតតាមានតាំងតែពីបឋមឈានទុតិយឈាននិងតតិយឈានមកប៉ុន្តែត្រូវអង្គឈានគឺវិតកវិចារៈបៃតិនេះប្រៀបបីដូចជាពន្លឺរស្មីនៃព្រះអាទិត្យវិតកវិចារៈបៃតិនេះធ្វើឲ្យតត្រមច្ឆតតានឹងឯងមិនមានរស្មីល្អឡើយមិនចាញ់ចាំងទេព្រោះវាមានអង្គឈាននឹងឯងជាគ្រឿងរារាំងដល់ទៅពេលលះវិតកវិចារៈបៃតិទៅក្នុងចតតិឈាននឹងឯងប្រកបដោយឧបេក្ខាវេទនាឧបេក្ខាវេទនាប្រៀបបីដូចជាជប់អញ្ចឹងទេហ្នឹងនៅពេលហ្នឹងគឺឧបេក្ខាវេទនាដែលជាអង្គឈាននេះឧបេក្ខាឯកកតានៅឧបេក្ខាហ្នឹងប្រៀបបីដូចយប់អញ្ចឹងហើយតត្រមច្ឆតតានេះឈ្មោះថាឧបេក្ខាដែរប្រៀបបីដូចជាប្រចាំហ្នឹងអញ្ចឹងម្ល៉េះហើយសភាពនៃចេតសិកមានសតិជាដើមនឹងឯងក៏បានដល់នៅសេចក្តីបរិសុទ្ធទៅឈ្មោះថា
ចូលកម្មចតតិឈានមានសតិដ៏បរិសុទ្ធដោយឧបេក្ខាឧបេក្ខានេះមិនមែនឧបេក្ខាវេទនាទេគឺតត្រមច្ឆតតានឹងសម្រាប់ចម្រើននៅក្នុងអរិយាបថការដែលយើងសិក្សាយ៉ាងនេះក៏ប្រកាសណាគុណម្ចាស់ក៏បីនឹងបានជ្រាបអំពីការដូរផ្លាស់រវាងបរមត្តធម៌ក្នុងជីវិតប្រចាំថ្ងៃដល់យើងបានស្ដាប់ចឹងទៅយើងសិក្សាទៅក៏អាចដើម្បីជាការចម្រើននៅសតិប្បដ្ឋានវិបស្សនាចំពោះសភាវៈដែលកំពុងប្រកបមិនជាទីតាំងនៃការប្រកាន់មមថាជាខ្លួននិងជារបស់ខ្លួនទេព្រោះធម៌ទាំងអស់នេះដោយហេតុបច្ច័យតាក់តែងឲ្យកើតឡើងតែប៉ុណ្ណោះនឹងត្រូវដូរផ្លាស់ដោយសភាវៈដតីទៀតនឹងដែលត្រូវមកជំនួសហើយគ្រប់សង្ខារធម៌ទាំងអស់ដែលកើតឡើងហើយក៏ត្រូវកន្លងទៅផុតទៅជាអតីតកាលមិននៅក្នុងវិស័យនៃបុគ្គលណាចាប់ទុកថាជាខ្លួនឬថាជារបស់ខ្លួនឡើយការដែលយើងសិក្សានឹងចឹងទាំងនៅក្នុងចតតិឈាននេះគឺព្រះមហាកោដ្ឋិតៈនឹងលោកសួរសំដៅរហូតដល់ទៅនេវសញ្ញានាសញ្ញាយតនៈនឹងទាំងនេវសញ្ញានាសញ្ញាយតនៈនឹងឯងគឺថាមានអាកេញចញ្ញាយតនៈជាមហកតៈនឹងឯងជាអារម្មណ៍នឹងហើយក៏អាចដើម្បីចូលកម្មនៅនិរោធសមាបត្តិបានការដែលចូលកម្មនៅនិរោធសមាបត្តិទៀតកណ្ណាគុណម្ចាស់នឹងក៏អាចនឹងជ្រាបបានហើយថានឹងជ្រាបតាមដែលយើងសិក្សាមកដូចក្នុងខ្សែអត្ថមុនអីចឹងថាគឺមានការរលត់នៅសង្ខារទាំង3ចឹងគឺកាយសង្ខារវិជ័យសង្ខារហើយនឹងចិត្តសង្ខារនឹងនៅក្នុងចលវេតលសោតប្រសោតដែលជាប់គ្នាហ្នឹងគឺវិសាខឧបាសកហ្នឹងសាកសួរធម្មទិនេភិក្ខុនីទៀតដែលជាអតីតភិរិយាហ្នឹងធម្មទិនេភិក្ខុនីជាកម្ពូលលើភិក្ខុនីទាំងឡាយផ្នែកខាងធម្មកថាទៀតគឺជាអ្នកសម្ដែងធម៌ណានឹងដែលវិសាខឧបាសកហ្នឹងសាកសួរអំពីការចូលកម្មនិរោធសមាបត្តិហ្នឹងតើសង្ខារណារលត់មុននោះហ្នឹងគឺការរលត់នៅវិជ័យសង្ខារមុនទាំងរួចទៅបានរលត់នៅកាយសង្ខាររួចហើយបានរលត់ចិត្តសង្ខារនៅក្នុងឈានដែលជាចតកនីគឺវិជ័យសង្ខារត្រូវរលត់ក្នុងទុតិយឈានព្រោះទុតិយឈានត្រូវលះវិតកវិចារៈនឹងត្រូវរលត់ត្រូវរំលត់នៅវិជ័យសង្ខាររួចទៅបានកាយសង្ខារគឺខ្យល់ដង្ហើមចេញចូលនឹងត្រូវរំលត់នៅក្នុងចតតិឈានដែលជាចតកនីខ្យល់ដង្ហើមចេញចូលបតិចបន្តួចក៏មិនមានក្នុងចតតិឈានហ្នឹងរួចទៅបានរំលត់នៅចិត្តសង្ខារក្នុងនិរោធសមាបត្តិនោះឯងនឹងក្នុងនិរោធសមាបត្តិហ្នឹងគឺមិនមាននៅចិត្តសង្ខារដែរមិនមានវេទនាសញ្ញាមិនមានចេតសិកទាំងអស់ចិត្តទាំងអស់ណាក៏មិនមានទាំងនឹងកណ្ណាគុណម្ចាស់ក៏អាចនឹងជ្រាបបានច្បាស់ហើយថាការដែលព្រះអរហន្តលោកចូលនិរោធសមាបត្តិហ្នឹងនៅមានអីទៀតនៅមានអីដែលមិនដូចជាមនុស្សស្លាប់ហ្នឹងនៅមានអីហ្នឹងអាយុឧស្មាចាអីចាអេនទ្រីទាំង5ទាំងមិនមែនចាវិញ្ញាណទេហ្នឹងគឺព្រះអរហន្តហ្នឹងនៅអាយុនៃភ្លើងធាតុហើយហ្នឹងនៅអេនទ្រីទាំង5ហ្នឹងថ្លាល្អនៅចក្ខុន្ទ្រីហ្នឹងដែលជាកម្មច្ចរូបហ្នឹងនៅមានទៀតរូបដែលកើតពីកម្មនៅមានហ្នឹងចក្ខុន្ទ្រីសោតិន្ទ្រីឃានិន្ទ្រីជីវហិន្ទ្រីនិងកាយិន្ទ្រីហ្នឹងគឺនៅមានហ្នឹងប្រកាសណាគុណម្ចាស់ខ្ញុំកណាខ្ញុំបានលោកគ្រូបងហ្នឹងនៅមានអាយុទេសប្តាហ៍ថ្ងៃនៅមានអាយុទេនៅមានភ្លើងធាតុទេមានទៀតមានអេនទ្រីទាំង5នៅទេនៅអញ្ចឹងនៅមានបើអញ្ចឹងខុសអំពីលោកដែលចូលនិរោធសមាបត្តិណាខុសត្រង់កន្លែងណាខុសត្រង់ដែលនៅមានខ្យល់ដង្ហើមចេញចូលនៅហៅថាកាយសង្ខារនៅមានវិតកវិចារៈដែលជាវិជ័យសង្ខារនៅមានវេទនាសញ្ញាដែលជាច
ចិត្តសង្ខារហ្នឹងខំពីលោកចូលនិរោធសមាបត្តិកន្លែងហ្នឹងខុសចឹងទៀតប៉ុន្តែរឿងខុសគ្នានេះគឺនិយាយទៅតាមបុគ្គលបញ្ញត្តិមែនទេចឹងពីការដែលលោកចូលនិរោធសមាបត្តិហើយហ្នឹងការដែលយើងមិនបានចូលនិរោធសមាបត្តិឬក៏បុគ្គលណាដែលមិនបានចូលនិរោធសមាបត្តិដែលថាយើងឯនឹងព្រះរហន្តហ្នឹងខុសគ្នាអញ្ចឹងប៉ុន្តែនឹងនិយាយដោយបុគ្គលបញ្ញត្តិប៉ុន្តែបើនិយាយដោយបរមត្តធម៌សុទ្ធវិញមានបុគ្គលយើងមានព្រះអរហន្តដើម្បីនឹងខុសគ្នាទេបើនិយាយដោយបរមត្តធម៌ទេមានទេអត់មានទេទៀតពីព្រោះអីពីព្រោះឥឡូវនេះពិតមែនតែនៅមានខ្យល់ដង្ហើមចេញចូលណានៅមានខ្យល់ដង្ហើមចេញចូលក៏នៅប៉ុន្តែខ្យល់ដង្ហើមចេញចូលហ្នឹងមិនមែនយើងទេណាមិនចឹងទេណាយើងថាយើងបើខំពីលោកចូលនិរោធដោយសារនៅមានខ្យល់ដង្ហើមចុះបើខ្យល់ដង្ហើមមិនមែនយើងនោះមែនទេដាប់យល់ទេចឹងទៀតហើយចុះបើវិជ័យសង្ខារហ្នឹងគឺវិតកវិចារៈសម្រាប់តាក់តែងឲ្យមានការនិយាយនោះហ្នឹងអញ្ចឹងមិនមែនយើងអញ្ចឹងយើងតើវាមានយើងអីខំពីលោកដែលចូលនិរោធជ្រាបទេអញ្ចឹងហើយចំពោះវេទនានិងសញ្ញាដែលនៅមានតាក់តែងឲ្យមានចិត្តវិញ្ញាណហ្នឹងវាមានឲ្យខំពីការដែលលោកចូលនិរោធប៉ុន្តែចុះបើវេទនានិងសញ្ញាវាមិនមែនយើងហ៎ហ្នឹងយើងត្រូវសិក្សាក្នុងបរមត្តធម៌ទេពិតមែនតែយើងរៀនអំពីនិរោធសមាបត្តិប៉ុន្តែយើងត្រូវឲ្យឃើញថានិរោធសមាបត្តិហ្នឹងគឺមានការរលត់អីគឺរលត់កាយសង្ខារវិជ័យសង្ខារនិងចិត្តសង្ខារគឺរលត់វិជ័យសង្ខារមុនក្នុងទុតិយឈានរលត់កាយសង្ខារក្នុងចតុតឈានរលត់ចិត្តសង្ខារក្នុងនិរោធសមាបត្តិហ្នឹងនិរោធសមាបត្តិទៀតនិរោធសមាបត្តិនេះមិនមែនជាអសង្កតធម៌ទេណាមិនមែនជានិព្វានទេហ្នឹងនិរោធសមាបត្តិមិនមែនអសង្កតធម៌ទេគឺមិនមែននិព្វានទេហើយក៏មិនមែនជាសង្កតធម៌ដែរព្រោះមិនមាននៅសង្ខារធម៌ឡើយនិរោធសមាបត្តិណាចឹងចំណែកចំពោះដូចជាខ្យល់ដង្ហើមចេញចូលដែលរលត់ទៅវិតកវិចារៈវេទនាសញ្ញាដែលរលត់ទៅនឹងវារលត់ហើយហ្នឹងក្នុងនិរោធសមាបត្តិហ្នឹងគឺថាមិនមាននៅសង្ខារទាំង3ហ្នឹងហើយចំពោះអាយុឧស្មាហើយនិងឥន្ទ្រីទាំង5ដែលមាននៅក្នុងលោកនេះមិនមែនមាននៅក្នុងនិរោធសមាបត្តិទេដូច្នេះនិរោធសមាបត្តិហ្នឹងអត់មានសង្ខារធម៌ឡើយអត់មានជាសង្ខារធម៌ឯណានេះមួយទេណានិរោធសមាបត្តិគឺថាមិនមែនហៅទៅលើរូបខណ្ឌវេទនាខណ្ឌបញ្ញាខណ្ឌសង្ខារខណ្ឌនិងវិញ្ញាណខណ្ឌទេប៉ុន្តែនឹងថានិរោធសមាបត្តិនឹងឯងជាព្រះនិព្វានក៏មិនមែនដែរព្រោះអីចឹងពីព្រោះនិរោធសមាបត្តិនេះឯងមានការវិលត្រឡប់មកវិញនៅសង្ខារធម៌លោកដែលចូលនិរោធសមាបត្តិនឹងឯងគឺត្រូវមានការវិលត្រឡប់មកវិញនៅអីនៅដូចជាចិត្តសង្ខារព្រោះក្នុងការដែលចេញអំពីនិរោធសមាបត្តិមកគឺចិត្តសង្ខារនឹងកើតមុនទេចិត្តសង្ខារត្រូវកើតមុនគឺកើតមុននឹងយ៉ាងណាគឺត្រូវកើតនៅបើជាព្រះអរហន្តគឺថាកើតអរហត្តផលកើតអរហត្តផលអរហត្តផលដែលកើតក្នុងទីនេះណាទៀតមិនមែនមានមโนទ្វារាវចនៈនឹងជាអនន្តរបច្ច័យទេអត់ទេមិនមែនដូចជាផលសមាបត្តិធម្មតាទេណាផលសមាបត្តិនេះគឺមាននេវសញ្ញានាសញ្ញាយតនៈកិរិយារបស់ព្រះអរហន្តដែលមុនចូលនិរោធសមាបត្តិណាដល់ទៅពេលចេញមកវិញនេវសញ្ញានាសញ្ញាយតនៈនឹងឯងជាអនន្តរបច្ច័យនៃផលសមាបត្តិហ្នឹងហើយផលសមាបត្តិដែលកើតឡើងនេះមួយគណៈឬពីរគណៈទៀតមិនអាចតាំងនៅបានយូរទេហ្នឹងគឺការកើតឡើងនៅវេទនាសញ្ញាចិត្តសង្ខាររួចទៅបានធ្លាក់ចុះកម្មភវៈហ្នឹងធ្លាក់ចុះកម្មភវៈហ្នឹងក្នុងគណៈនៃភវៈហ្នឹងបានមានកាយសង្ខារក្នុងគណៈនៃភវៈហ្នឹងបានមានកាយសង្ខារហេតុអីបានជានៅក្នុងគណៈនៃផលដែលចេញអំពីនិរោធសមាបត្តិមកហ្នឹងក្នុងគណៈនៃផលហ្នឹងអត់មានខ្យល់ដង្ហើមចេញចូលពីព្រោះក្នុងគណៈនោះឯងគឺជាផលដែលតាំងនៅក្នុងចតុតឈានទៀតចលនាចេញចូលមិនមានទេចំពោះផលសមាបត្តិដូចជាសត្តាបត្តផលសក្តិគេមានផល
អាណាគានិផលអរហត្តផលនៅក្នុងបឋមឈានទុតិយឈានតតិយឈានផលសមាបត្តិហ្នឹងមានខ្យល់ដង្ហើមចេញចូលទេព្រោះនៅត្រឹមចតុតឈានហ្នឹងដែលជាបញ្ញកណីឬតតិយឈានដែលជាចតុកណីហ្នឹងគឺនៅមានខ្យល់ដង្ហើមចេញចូលហ្នឹងព្រោះនៅមានប្រកបដោយមានវិតកៈមានវិចារៈឬនៅមានបេតិហ្នឹងចឹងហ្នឹងប៉ុន្តែចំពោះការដែលលោកមានផលសមាបត្តិនេះផលនេះដែលជាអរហត្តផលហ្នឹងមួយគណៈឬពីរគណៈចេញពីនិរោធសមាបត្តិមកនៅពេលហ្នឹងគឺចតតិឈានទៅខ្យល់ដង្ហើមចេញចូលមិនបានកើតមានដូច្នេះគឺមានតែចិត្តសង្ខារតែប៉ុណ្ណោះដល់ធ្លាក់ចុះកម្មភវាំងមកទៅមាននៅកាយសង្ខារហ្នឹងរួចបានវិជ័យសង្ខារកើតឡើងក្នុងកិរិយាចិត្តរបស់ព្រះរហន្តដែលប្រព្រឹត្តទៅដើម្បីការដែលនិយាយឡើងនោះនឹងចឹងមានខ្ញុំកណាខ្ញុំបាទនឹងរៀបរាប់ទៅតាមក្រោយទៀតទៀតប៉ុន្តែនៅក្នុងសេចក្តីនេះប្រកាសណាគុណម្ចាស់ស្ដាប់ឲ្យបានយល់ចូលចិត្តអញ្ចឹងទៅគឺមិនមែនអត្ថប្រយោជន៍ឡើយសត្វសឹងតែជាប្រយោជន៍សំខាន់ណាស់ដើម្បីជាជំនួយក្នុងការអប់រំចម្រើននៅសតិប្បដ្ឋានវិបស្សនាហ្នឹងក្នុងការអប់រំចម្រើនសតិប្បដ្ឋានវិបស្សនាគឺរលឹកសិក្សានៅក្នុងសភាវៈធម៌ដែលកំពុងប្រកបហ្នឹងហើយក៏ជាការសិក្សានៅក្នុងសង្ខារធម៌ដូច្នេះវាមិនមានអីដើម្បីនឹងគួរឲ្យប្រកាន់ថាមានយើងហើយដើម្បីនឹងទៅប្រៀបជាមួយនឹងអ្នកដទៃឡើយក្នុងការដែលសិក្សាចំពោះបរមត្តធម៌ពិតមែនតែក្នុងពេលនេះមិនមែនជាប្រតិណាច្របចូលកម្មនិរោធសមាបត្តិណាក៏ប៉ុន្តែអ្វីដែលមាននៅក៏វាមិនមែនជាសត្វបកលទូខ្លួនយើងដែរអ្វីដែលមាននៅដែលខុសពីលោកចូលកម្មនិរោធហ្នឹងចលដង្ហើមចេញចូលដែលជាកាយសង្ខារក្តីវិតកវិចារៈដែលជាវិជ័យសង្ខារវេទនាសញ្ញាដែលជាចិត្តសង្ខារហ្នឹងក៏មិនមែនជាសត្វបកលទូខ្លួនយើងដែរនិរោធសមាបត្តិមិនមែនជាលោកតរៈហើយក៏មិនមែនជាលោកយៈទេគ្រាន់តែមានឈ្មោះបញ្ញត្តិថានិរោធសមាបត្តិតែប៉ុណ្ណោះមិនមែននិរោធដែលជាអសង្កតធាតុដែលជាព្រះនិព្វានទេណានិរោធដែលជាអសង្កតធាតុគឺជាព្រះនិព្វានដែលបានដល់ហើយនោះមិនមានការវិលត្រឡប់មកវិញឡើយដូចជានិព្វានកិលេសអញ្ចឹងដែលសម្រេចបានដោយអរិយមេអង្គ8ប្រការក្នុងការរំលត់នៅកិលេសនោះហៅថាកិលេសនិព្វានកិលេសហ្នឹងមិនបានវិលត្រឡប់កើតវិញទេហ្នឹងឬថាដែលលោកបាននៅអនុបាទិសេសនិព្វានរំលត់ទាំងបញ្ញខណ្ឌនោះបញ្ញខណ្ឌហ្នឹងមិនបានវិលត្រឡប់កើតវិញឡើយហ្នឹងបានឈ្មោះថាទុក្ខនិរោធគឺព្រះនិព្វានដែលជាអសង្កតធាតុដែលបាននិរោធនៅកិលេសឬនិរោធនៅខណ្ឌហើយនោះកិលេសនោះខណ្ឌនោះមិនបានវិលត្រឡប់កើតវិញទេតែចំពោះនិរោធសមាបត្តិគឺថាវិលត្រឡប់កើតមកវិញមានចិត្តសង្ខារមកវិញមានកាយសង្ខារមកវិញមានវិជ័យសង្ខារមកវិញនឹងទៅមិនមែនជាអសង្កតធាតុមិនមែនជាលោកតរៈមិនមែនជាលោកយៈឬថាជាសង្ខារធម៌អ្វីក៏មិនមែនគ្រាន់តែឈ្មោះបញ្ញត្តិថានិរោធដូចនេះទៅកាលណាគុណម្ចាស់ទាំងដូច្នេះដំណើរបរិបត្តិសតិប្បដ្ឋានវិបស្សនាប្រព្រឹត្តទៅដើម្បីព្រះនិព្វានកាលណាគុណម្ចាស់ទាំងសិក្សានៅក្នុងរូបធម៌និងនាមធម៌ដែលមានការប្រកបជាប្រកដីសូម្បីថាកុសលធម៌ដែលអាចដើម្បីជាបច្ច័យនាំឲ្យមានវិបាកបរិសន្ធិនឹងជាធម្មតានៃវត្តដាក់ជ្រាបទេមិនមែនការដែលយើងបរិបត្តិធម៌ឃើញការដែលរូបធម៌និងនាមធម៌កើតហើយរលត់ទៅនឹងអញ្ចឹងស្រាប់តែយើងមានទិដ្ឋិប្រកាន់ថាខ្លួនយើងនឹងមិនកើតទៀតទេហ្នឹងអញ្ចឹងឬថាខ្លួនយើងនឹងត្រូវទៅកើតទៀតតាមកម្មនាំឲ្យទៅកើតក៏មិនប្រកាន់យ៉ាងនោះតែឃើញច្បាស់នៅអរិយសច្ចធម៌កម្មមានផលវិបាករបស់កម្មមានការកើតក្នុងភពថ្មីមានប៉ុន្តែការកើតក្នុងភពថ្មីនេះគឺជាវិបាកវត្តដាក់មិនមែនប្រកាសណាគុណម្ចាស់ទេហើយប្រកាសណាគុណម្ចាស់និមន្តទៅណាញាតិញោមអញ្ជើញទៅណាទៅព្រះនិព្វាន